អ្នកទាំងអស់គ្នាក៏ជួបបញ្ហាហើយមែនទេពេលដែលយើងលើកអីវ៉ាន់ធុនឡើងទៅលើធ្នើឬក៏កន្លែងខ្ពស់បងប្អូនតែជួបបញ្ហាលើកអត់ដល់ឬក៏ទម្ងន់ធ្ងន់ពេកអញ្ចឹងយើងត្រូវការឧបករណ៍ជំនួយដូចជាឧបករណ៍នេះជាដើមអញ្ចឹងយើងមករៀបរាប់លម្អិតពីឧបករណ៍នេះថាវាលើកបានប្រហែលគីឡូទំហំថាសប៉ុណ្ណាលើកបានកម្ពស់ណាអញ្ចឹងយើងចូលទៅមើលវីដេអូពេញទាំងអស់គ្នាបាទឧបករណ៍នេះគឺដំណើរការដោយភ្លើង220បងប្អូនហើយប្រើម៉ូទ័រអញ្ចឹងទំហំថារបស់វានេះគឺមានទំហំទទឹងកន្លះម៉ែត្រនិងបដោយគឺ1.2ម៉ែត្របងប្អូនហើយនេះគឺជាបេតុងរបស់វាបេតុងរបស់វាមានឡើងមានចុះជាបែបនេះបងប្អូនយើងចុចខាងនេះតម្លាក់ចុះចុចខាងនេះឡើងហើយយើងក៏អាចភ្ជាប់នៅខាងក្រោមបងប្អូនអ្នកចុចនៅពេលដែលយើងជន់ជើងប៉ុន្តែពេលដែលយើងប្រើម្នាក់ឯងយើងត្រូវលើកឲ្យបានឡើងម្នាក់ឯងយើងអាចយកវាមកកាន់បានបងប្អូនអញ្ចឹងយើងមកមើលកម្ពស់វាម្ដងបាទអញ្ចឹងកម្ពស់វាលូតបានដល់2ម៉ែត្របងប្អូនកម្ពស់វានេះបងប្អូនបាទនេះពោះវាលូតបានដល់2ម៉ែត្រហើយនេះជាដុំភ្លើងរបស់វាហើយសម្រាប់គីឡូវាត្រូវបានដល់500គីឡូបងប្អូនម៉ាក់ស៊ីមុំរបស់វាយើងបានដល់500គីឡូហើយនេះពេលដែលយើងត្រូវការបំលាស់ទីគឺយើងគ្រាន់តែលើកម៉ូទ័រនេះមកហើយបត់ជើងចេះបងប្អូនបាទបត់ជើងសងខាងមកបាទហើយនេះវាមានដៃរុញដែរបងប្អូននេះបងប្អូនយើងស្រួលរុញបំលាស់ទីទៅកន្លែងណាក៏បានដែរបាទអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនត្រូវការឧបករណ៍លើកបែបផ្សេងក៏ខាងខ្ញុំមានដែរបងប្អូនអាចតាក់ទងមកខាងខ្ញុំមានច្រើនមែនទែនបងប្អូនអាចចូលទៅមើលក្នុងវីដេអូចាស់របស់ខ្ញុំឬក៏តាក់ទងមកតាម Telegram ឬក៏ក្នុង Page ហ្នឹងដើម្បីទទួលបានព័ត៌មានថ្មីទៀតហើយបងប្អូនកុំភ្លេចជួយចុច like Page និង follow Page ម្នាក់មួយផងបើមើលតាម YouTube ជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីពីឧបករណ៍ផ្សេងទៀតអញ្ចឹងមានតែប៉ុណ្្នឹងទេជម្រាបលាបាយបាយ